ទៅកបតថ្ងៃទី1ញ៉ាំអីបែបអ្នកភូមិគេខ្ញុំមកដល់ភ្លាមម៉ោង11ហើយអញ្ចឹងខ្ញុំមករកបាយស្នូកក្ដាមនេះមុនគេដល់រៀងថ្ងៃតិចហើយអញ្ចឹងគាត់នៅសល់តែស្នូកក្ដាមជាមួយនឹងពងទាចៀនទេក្រៅពីបាយខ្ញុំឃើញគាត់មានកាទៀវមានក្រកូមានបបរសអីទៀតដែរហើយនេះលើកទី1របស់ខ្ញុំហ្មងចាប់ផ្ដើមដំបូងគឺញ៉ាំស្នូកក្ដាមមុនគេញ៉ាំទៅមានអារម្មណ៍ថាវាមានលាយពងមាន់ហើយខ្ញុំគិតថាមានសាច់ជ្រាំនៅក្នុងហ្នឹងឬក៏ស្នូកក្ដាមក៏ខ្ញុំអត់ដឹងខួរក្ដាមក៏ខ្ញុំអត់ច្បាស់ដែរតែដឹងតែថាវារៀងពងមាន់ច្រើនអញ្ចឹងវាធម្មតាបើជ្រក់គាត់ឃើញសាបអញ្ចឹងឯងប៉ុន្តែឆ្ងាញ់អស់សម្រាប់ទីតាំងគាត់នៅtrênវងមូតរ៉េណានៅជាប់ JNT ញ៉ាំបាយហើយខ្ញុំមករកទឹកផឹកបន្តិចអញ្ចឹងខ្ញុំក៏ចូល Starbucks ទៅនិយាយទៅខ្ញុំមក recommend Starbucks នេះទេខ្ញុំមកគឺដោយសារតែថតរូបតែប៉ុណ្ណោះថ្ងៃដែលខ្ញុំទៅហ្នឹងថ្ងៃសៅរ៍អាទិត្យអញ្ចឹងខ្ញុំចាំរៀងយូរដែរប្រហែលជាកន្លះម៉ោងបានត្រេងថតរូបថតអីហើយគឺខ្ញុំទៅអូតែ check in សិន check in ហើយចេញមកវិញទៀតហើយណារសៀលបន្តិចអញ្ចឹងខ្ញុំជិះម៉ូតូមកផ្សារកពតហ្មងបើអត់ដឹងញ៉ាំអីចូលផ្សារហ្មងនិយាយទៅចូលផ្សារឃើញរបស់គឺជាបញ្ចប់ហើយរបស់ញ៉ាំរបៀបអាហារសម្រន់តិចតួចនឹងច្រើនពួកខ្ញុំដើរមើលបញ្ចុំសិនឃើញនំខ្មែរគាត់រៀបចំតំណងខ្លាំងមែនតើដើរទៅមុខបន្តិចឃើញគួងឃើញសយ៉គាត់តំណងខ្លាំងអស់ទាស់តាមពិតទៅខ្ញុំដើររកមើលនំមួយឆ្នាំប៉ុន្តែអត់មាននៅក្នុងផ្សារពួកខ្ញុំដើរទៅដើរមកឡើងពីជុំអត់ដឹងថាញ៉ាំអីព្រោះអីតំណងគ្រប់មុខហ្មងទាំងគួងទាំងសយ៉នំគ្រួតនំបញ្ចុកស្លខ្មែរស្លការីមានទាំងឡតមានទាំងស៊ុបហើយអ៊ំគាត់លក់ខ្ញុំឃើញសយ៉គាត់ប្លែកមែនតើខ្ញុំអត់បានសាកនេះឃើញសយ៉គាត់នឹងតំណងអស់ទាស់ដើរទៅដើរមកក៏សម្រេចចិត្តថាញ៉ាំគួងហ្មងទៅញ៉ាំឡើងអ៊ីហើយខ្ញុំបានសាកនំនេះមួយចានដែរព្រោះអីអត់ដែរញ៉ាំសម្រាប់គួងកន្លែងគាត់ញ៉ាំទៅឆ្ងាញ់មានអារម្មណ៍ថាគាត់មូថ្មីទាំងសបកទាំងបន្លែទាំងសាច់តែបើនំនេះខ្ញុំអត់ចូលចិត្តទេសម្រាប់ខ្ញុំមនុស្សចូលចិត្តសាច់នំនឹងគ្រាន់តែអង្គហើយដាក់សូបទឹកថៃចឹងវាមិនជា favorite របស់ខ្ញុំអីហើយពួកខ្ញុំរកទឹកញ៉ាំក៏ខ្ញុំទិញតែគូឆ្មានៅក្នុងផ្សារនឹងញ៉ាំហ្មងទៅចាញ់ពីផ្សារពួកខ្ញុំទៅរករបៀបក្រែមអីញ៉ាំតិចពួកអីក្តៅខ្លាំងមែនតើហ្មងមកដល់កពរ៉េអត់សាកក្រែមម្រេចមិនកើតចឹងចេញពីផ្សារគឺសំដៅទៅរកក្រែមម្រេចតែម្ដងជីទៅជីមកណាម្ដុំទៅមាត់ទន្លេហ្នឹងអ្នកទាំងគ្នាក្រែមម្រេចនេះខ្ញុំមកដល់ហើយនៅទល់មុខ Starbucks ហ្មងណាគេមានច្រើនជម្រើសមានច្រើនរសជាតិប៉ុន្តែខ្ញុំសំដៅតែរកម្រេចទេព្រោះអីចង់សាកអាប្លែកអញ្ចឹងយើងហៅក្រែមម្រេចមួយជាមួយនឹងកាហ្វេម្រេចមួយអានេះគ្រាន់តែសាកឲ្យតែស្គាល់ទេណាសម្រាប់ខ្ញុំកាហ្វេម្រេចនិយាយទៅវីដេអូច្រឡំហើយណាឥឡូវ voice over និយាយច្រឡំទៀតសម្រាប់របស់ខ្ញុំគឺកាហ្វេក្រែមម្រេច original ឆ្ងាញ់ណាស់វារៀងមានជាតិហឹរតិចហឹររបស់ម្រេចឆ្ងាញ់បើកាហ្វេម្រេចវារៀងបាត់រសជាតិម្រេចហើយសម្រាប់ខ្ញុំចូលចិត្ត original ឥឡូវយកឲ្យពួកខ្ញុំរកអីញ៉ាំកន្លែងនេះខ្ញុំជិះកាត់ឆ្វែលពីជុំទៅដាច់ចិត្តចូលឃើញកន្លែងគាត់រៀងស្អាតជាងគេកន្លែងគាត់ហ្នឹងនៅជាប់គោលស្ពានថ្មីដើមគេហ្មងចេញមកស្អាតឆ្វង់ជាងគេលេចធ្លោពួកខ្ញុំទៅពីរនាក់ខ្ញុំហៅម្ហូបឡើង3មុខហើយគ្រាន់តែគេដាក់ម្ហូបមកខ្ញុំឡើងថាអូយមកតុកនេះ$50ហើយអ្នកទាំងគ្នាមើលចាណានិយាយទៅគេទៅ4នាក់គេហៅតែ2មុខឯណាខ្ញុំ2នាក់ហៅឡើង3មុខប៉ុន្តែអត់ខកចិត្តទេអ្នកទាំងគ្នាកន្លែងគាត់ម្ហូបឆ្ងាញ់បរិមាណច្រើនហើយតម្លៃវិញស្មានមិនដល់ម្ហូបដែលខ្ញុំដាក់នៅលើតុហ្នឹងមួយចានតែ$6អ្នកទាំងអស់គ្នានិយាយទៅពួកខ្ញុំអង្គុយញ៉ាំឡើងហល់ឡើងតុកជាប់ខ្ញុំនឹងគេគិតលុយចេញពី3ដងrecommend កន្លែងហ្នឹងឆ្ងាញ់ហើយអត់ចាក់កឯង